ពាក្យ like គេអាចប្រើប្រាស់បានច្រើនទម្រង់ប៉ុន្តែថ្ងៃនេះខ្ញុំលើកតែពីរចំណុចសំខាន់ៗទេដើម្បីយកមកបរៀនអ្នកទាំងអស់គ្នាចំណុចទី1ហ្នឹងគឺ like យើងប្រើនៅក្នុងថ្នាក់ពាក្យជាកិរិយាសព្ទដែលខ្មែរយើងបកប្រែថាចូលចិត្តនរណាម្នាក់ចូលចិត្តអ្វីមួយឬក៏ចូលចិត្តការធ្វើអ្វីមួយចំណុចទី2ហ្នឹងគឺថ្នាក់ពាក្យជាគុណនាមដែលខ្មែរយើងបកប្រែថាយ៉ាងម៉េចដែរឬក៏យ៉ាងណាដែរបាទឥឡូវដើម្បីកុំឲ្យខាតពេលយូរយើងចូលមេរៀនរបស់យើងទាំងអស់គ្នាបាទចំណុចទី1នេះគឺ to like someone ប្រែថាចូលចិត្តនរណាម្នាក់ឧទាហរណ៍ example I like my new classmate Mr. B because he is very helpful បាទយើងបកប្រែខ្ញុំចូលចិត្តមិត្តរួមថ្នាក់ថ្មីរបស់ខ្ញុំគឺលោក B ពីព្រោះគាត់ជាមនុស្សចេះយកឧស្សាហ៍គ្នាឥឡូវយើងបកពាក្យមួយ classmate ប្រែថាមិត្តរួមថ្នាក់ new នេះថ្មីអូខេអញ្ចឹងមានន័យថា new classmate មិត្តរួមថ្នាក់ថ្មីរបស់ខ្ញុំ my I like my new classmate ខ្ញុំចូលចិត្តមិត្តរួមថ្នាក់ថ្មីរបស់ខ្ញុំ Mr. B គឺលោក B because ពីព្រោះ he គាត់ is very helpful បាទអញ្ចឹង helpful នេះប្រែថាយកឧស្សាហ៍គ្នាណាចេះជួយទុកតរៈគ្នាអញ្ចឹងណាចឹងអាចយើងគេប្រើពាក្យ helpful very helpful បើថាពិតជាឬក៏ចេះយកឧស្សាហ៍គ្នាណាស់អីចឹងទៅណាអញ្ចឹងគាត់ជាមនុស្សចេះយកឧស្សាហ៍គ្នាណាស់អូខេ very helpful I like my new classmate Mr. B because he is very helpful បាទខ្ញុំចូលចិត្តមិត្តរួមថ្នាក់ថ្មីរបស់ខ្ញុំគឺលោក B ពីព្រោះគាត់ជាមនុស្សចេះយកឧស្សាហ៍គ្នាចំណុចទី2 to like something បែរថាចូលចិត្តអ្វីមួយ example she likes Labubu so much she spent $200 for it នាងចូលចិត្តតុក្កតា Labubu ខ្លាំងណាស់អូខេនាងបានចំណាយ$200ដើម្បីបានវាឬក៏ចំណាយ$200ដើម្បីទិញវាកន្លែងហ្នឹងណាអូខេ She likes Labubu so much she spent $200 for it ន័យថានាងចូលចិត្ត Labubu likes ចូលចិត្តអូខេចូលចិត្តអីគេ Labubu ណាគេស្គាល់ Labubu គឺនៅខាងនេះណានាងចូលចិត្ត Labubu អូខេ so much ប្រែថាខ្លាំងណាស់នាងចូលចិត្តតុក្កតា Labubu ខ្លាំងណាស់ she spent $200 for it ន័យថានាងចំណាយ spend នេះប្រែថាចំណាយគេចំណាយលុយ$200ដើម្បីបានវាអូខេ to like doing something បានន័យថាចូលចិត្តការធ្វើអ្វីមួយ example Mr. B like cooking he always cook for his friend when they visit him Mr. B like cooking he always cooks for his friend when they visit him អូខេយើងបកលោក B នេះលោក B អូខេ Mr. B ហ្នឹង likes cooking like ចូលចិត្ត cooking មានន័យថាការចម្អិនការធ្វើម្ហូបអូខេអញ្ចឹង Mr. B like cooking មានន័យថាគាត់ចូលចិត្តការចម្អិនអាហារយើងមើលណា cooking cook ប្រែថាចម្អិនយើងថែម ing ប្រែថាយើងអានថា cooking ការចម្អិនអញ្ចឹងបើសិនជាកិរិយាសព្ទបូក ing យើងអាចប្រែជាភាសាអង់គ្លេសថាការចម្អិន cooking ការចម្អិនយល់មើល he always cooks for his friend អូខេគាត់តែងតែចម្អិនសម្រាប់មិត្តភ័ក្តិរបស់គាត់ when they visit him នៅពេល when ប្រែថានៅពេលអូខេ they ពួកគេឬក៏ពួកគាត់មកលេងគាត់មានមកលេង Mr. B ហ្នឹងអូខេ visit មកលេងអូខេ Mr. B like cooking he always cooks for his friend when they visit him អូខេចំណុចបន្ទាប់កន្លែងនេះយើងបកប្រែថាយ៉ាងណាដែរឬក៏យ៉ាងមិនដែរ like ប្រើក្នុងថ្នាក់ពាក្យជាគុណនាម example what is the weather like there what is the weather like there okay what is the weather like there
it's rainy all day here អញ្ចឹងគេសួរថានៅនឹង there ហ្នឹងនៅនឹងអូខេនៅនឹងអាកាសធាតុមិនដែរ weather ណាអាកាសធាតុនៅនឹងអាកាសធាតុមិនដែរអូខេ like នេះមិនដែរអូខេអញ្ចឹងកន្លែងហ្នឹងគេសួរថានៅនឹងអាកាសធាតុមិនដែរឬក៏អាកាសធាតុមិនដែរនៅនឹងអូខេអញ្ចឹងគាត់និយាយថា it's rainy all days here អូខេគាត់ថាវាភ្លៀងធ្លាក់អូខេដល់នៅនេះភ្លៀងធ្លាក់សឹងរាល់ថ្ងៃ here នៅនេះអូខេ it's rainy all day ភ្លៀងធ្លាក់សឹងរាល់ថ្ងៃ all day រាល់ថ្ងៃឬក៏សឹងរាល់ថ្ងៃ it's rainy all days here what the weather's like there it's rainy all days here ចឹងគាត់សួរថានៅនឹងអាកាសធាតុមិនដែរអាកាសធាតុមិនដែរនៅនឹងអូខេ it's rainy all days here នៅនេះភ្លៀងធ្លាក់សឹងរាល់ថ្ងៃអូខេអូខេឥឡូវយើងមកមើលចំណុចទី5ចំណុចទី5ហ្នឹងយើងពាក្យថា like នេះយើងអាចបកប្រែថាយ៉ាងណាដែរយ៉ាងម៉េចដែរដូចឬក៏ដូចជាអីចឹងទៅ example that painting looks like original one ចឹងគេថាផ្ទាំងគំនូរនោះមើលទៅដូចជារបស់ពិត original របស់ពិតឬក៏របស់ sin អូខេ that painting ផ្ទាំងគំនូរនោះនេះផ្ទាំងគំនូរនោះអូខេ that ប្រែថានោះOkay, that painting ផ្ទាំងគំនូរនោះ looks like original one look មើលទៅដូចជាមើលទៅដូច Okay original one របស់ពិតរបស់ sin Okay that painting look like original one Okay អូខេចំណុចបន្ទាប់យើងនឹងរៀនពីកិច្ចសន្ទនារវាង Beth Sun Hee និង David ដែលគេចោទជាសំណួរថា what souls like អូខេប្រែថាតើទីក្រុងសេអ៊ូលមិនដែរយ៉ាងណាដែរអូខេអញ្ចឹងយើងដឹងហើយណាអញ្ចឹងនៅក្នុង conversation នេះគឺជាកិច្ចសន្ទនារវាង Beth Sun Hee ហើយនិង David អូខេតោះឥឡូវយើងមកស្ដាប់កិច្ចសន្ទនារបស់ពួកគាត់ទាំងអស់គ្នា Sun Hee, this is David Garza. He's a new club member from Mexico. Nice to meet you, David. I'm Sun Hee Park. Hi. So you're from Korea? That's right. I'm from Seoul. That's cool. What's Seoul like? It's really nice. It's big and very exciting. អូខេមុននឹងយើងបានស្ដាប់កិច្ចសន្ទនារវាង Beth Sun Hee និង David ហើយឥឡូវយើងមករៀនអានហើយនឹងរៀនបកប្រែទាំងអស់គ្នាអញ្ចឹងមុននឹងយើងបកប្រែកិច្ចសន្ទនាទាំងអស់គ្នាយើងមកយល់ពាក្យមួយចំនួននៅខាងស្ដាំដៃរបស់យើងអញ្ចឹងខ្ញុំដាក់ថា keyword មកថាពាក្យសំខាន់អូខេអញ្ចឹងពាក្យទី1គឺ new club member ប្រែថាសមាជិកក្រុមថ្មី nice to meet you ប្រែថារីករាយណាស់ដែលបានជួបអ្នក that's right ត្រឹមត្រូវហើយ it's really nice ពិតជាល្អខ្លាំងណាស់ that's cool ប្រែថាលយណាស់ cool នេះបកប្រែថាលយអស្ចារ្យមិនបកប្រែថាត្រជាក់ណា That's cool ប្រែថាលយណា It's very exciting ប្រែថាវាពិតជាគួរឲ្យរំភើបមែនទែន It's very exciting អញ្ចឹងយើងចាប់ផ្ដើមពី Beth គាត់និយាយថា Sun Hee this is David Garza អូខេ Sun Hee នេះគឺជា David Garza He's a new club member from Mexico យើងប្រែថាគាត់គឺជាសមាជិកក្រុមថ្មីមកពី Mexico អញ្ចឹង Sun Hee គាត់និយាយថាម៉េច Sun Hee គាត់និយាយថា Nice to meet you David I'm Sun Hee Park អញ្ចឹងគាត់និយាយថារីករាយណាស់ដែលបានជួបអ្នក David អូខេ I'm Sun Hee Park ខ្ញុំគឺឈ្មោះ Sun Hee Park ឬក៏ឈ្មោះខ្ញុំឈ្មោះ Sun Hee Park អូខេអញ្ចឹង David គាត់និយាយថា Hi so you are from Korea អូខេបកប្រែថាសួស្ដីដូច្នេះអូខេ so នេះដូច្នេះអ្នកមកពីកូរ៉េមែនទេអ្នកមកពីប្រទេសកូរ៉េមែនទេ you are from Korea អូខេអញ្ចឹង Sun Hee គាត់និយាយថា That's right I'm from Seoul អូខេគាត់និយាយថាពិតជាត្រឹមត្រូវហើយខ្ញុំមកពីទីក្រុងសេអ៊ូលអូខេ
I'm from Seoul That's right I'm from Seoul That's right ពិតជាត្រឹមត្រូវហើយខ្ញុំមកពីទីក្រុងសេអ៊ូលចឹង David គាត់និយាយថា That's cool What Seoul's like អូខេចឹងគាត់និយាយថាពិតជាលយមែនតែនអូខេតើទីក្រុងសេអ៊ូលមិនដែរទីក្រុងសេអ៊ូលយ៉ាងណាដែរអូខេso នេះគាត់និយាយថា It's really nice It's big and very exciting អូខេ so នេះគាត់និយាយថាវាគឺជាទីក្រុងដែលស្អាតអូខេ It's big មានន័យវាធំ and very exciting ហើយក៏គួរឲ្យរំភើបផងដែរ and very exciting ចំណុចបន្ទាប់ហ្នឹងគឺយើងមករៀនអំពីការអានភ្ជាប់ពីពាក្យមួយទៅពាក្យមួយបាទជាទូទៅអ្នកខ្លះគាត់ចេះពាក្យហ្នឹងហើយប៉ុន្តែគាត់ឃើញគេជនជាតិបរទេសគាត់អានពីពាក្យភ្ជាប់ពីពាក្យមួយទៅពាក្យមួយគាត់ស្ដាប់អត់បានហើយគាត់គិតថាពាក្យទាំងអស់ហ្នឹងគាត់ដែររៀនតែប៉ុន្តែពាក្យហ្នឹងគឺគាត់ធ្លាប់រៀនហើយអញ្ចឹងណាអញ្ចឹងជាទូទៅនៅពេលណាដែលគេអានភ្ជាប់ពាក្យគឺនៅក្នុងចន្លោះពាក្យហ្នឹងវាតែងតែមានស្រៈហើយនឹងព្យញ្ជនជាអ្នកអូខេអញ្ចឹងស្រៈភាសាអង់គ្លេសរបស់យើងមាន A E I O U អញ្ចឹងនៅពេលណាដែលវានៅចិត្តព្យញ្ជនជាអ្នកណាមួយគឺជាទូទៅគេអានភ្ជាប់តែម្ដងឧទាហរណ៍ថា am a new club member អញ្ចឹងគេអានថា am a new club member អូខេចំណុចទី2 Sunhee is over there អញ្ចឹងគេអានថា Sunhee is over there អូខេអញ្ចឹងគេអានភ្ជាប់ពី S មក O ហើយ O ហ្នឹងគឺជាស្រៈនៃភាសាអង់គ្លេស Sunhee is over there My name is Elizabeth Silva My name is Elizabeth Silva អូខេឥឡូវយើងមកស្ដាប់ទាំងអស់គ្នា Final consonant sounds are often linked to the vowels that follow them. I'm a new club member. Sunhee is over there. My name is Elizabeth Silva. អូខេមេរៀនរបស់យើងត្រូវបានបញ្ចប់សូមអរគុណសម្រាប់ការចូលចិត្តតាមដានវីដេអូមេរៀនភាសាអង់គ្លេសពី Jack's English សូមកុំភ្លេចជួយចុចជាវនិង Subscribe ផងបាទ Bye